ធ្លាប់តែឮគេនិយាយថា single យូរហើយល្មមចូលសារមន្ទីរហើយហួចចុះអ្នកមកលេងសារមន្ទីរថ្ងៃហ្នឹងសិតតែ single មែនក៏អីព្រះអង្គហើយសិតតែស្រីស្អាតប្រុសស្អាតនេះចាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូ vlog របស់ខ្ញុំនៅក្នុងសារមន្ទីរជាតិនៃកម្ពុជាជាដំបូងយើងត្រូវទិញសំបុត្រមួយសិនដែលមានតម្លៃត្រឹមតែ500រៀលសម្រាប់ជនជាតិខ្មែរយើងហើយអត់គិតថ្លៃសម្រាប់កុមារនិងនិស្សិតដោយគ្រាន់តែបង្ហាញកាតឬក៏បានសម្គាល់ខ្លួនយើងនឹងទៅសម្រាប់ជនបរទេសដែលមានអាយុចាប់ពី10ឆ្នាំដល់17ឆ្នាំសំបុត្រមួយ$5ចាប់ពី18ឆ្នាំឡើងទៅសំបុត្រមួយ$10អ្នកទាំងអស់គ្នាអាចទៅលេងថ្ងៃណាក៏បានដែរសារមន្ទីរជាតិគឺបើកឲ្យចូលទស្សនាជារៀងរាល់ថ្ងៃចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចហើយសម្រាប់ថ្ងៃត្រង់នៅម៉ោង11កន្លះរហូតដល់ម៉ោង1កន្លះរសៀលសំបុត្រនឹងផ្អាកលក់ត្រឹមម៉ោង4កន្លះល្ងាចរូបចម្លាក់ទាំងអស់ដែលមាននៅក្នុងសារមន្ទីរជាតិគឺបានមកពីការប្រមូលយកពីតាមបណ្ដាខេត្តដែលបានរាយប៉ាយទូទាំងប្រទេសយើងយកមកប្រមូលផ្ដុំដាក់តាំងក្នុងទីនេះសរុបទាំងអស់មានចំនួន 14000 រូបចម្លាក់ភាគច្រើនជារូបចម្លាក់ក្នុងរឿងមានអាទិទេពនិងរូបព្រះនៅក្នុងសាសនារូបចម្លាក់ទាំងអស់ស្ថិតក្នុងរចនាបថខុសៗគ្នាមានដូចជារចនាបថព្រៃក្មេងរចនាបថសម្បូរព្រៃគុករចនាបថកោះកេររចនាបថប្រែរូបរចនាបថបន្ទាយស្រីនិងរចនាបថភ្នំដាជាដើមនៅក្នុងសារមន្ទីរជាតិមានរូបចម្លាក់ជាច្រើនដូចជាព្រះវិស្ណុព្រះកណេសព្រះស្កន្តៈព្រះហរិហរៈព្រះក្រឹស្នៈពលរាមព្រះយមៈព្រះភិរុណសុគ្រីពនិងពលីព្រះម៉ែកាលីព្រះបាទជ័យវរ្ម័នទី7ព្រះពុទ្ធរូបហើយនឹងមានគ្រុឌដោយដែលយើងបានឃើញពេលចូលមកភ្លាមគេដាក់នៅនឹងដើម្បីស្វាគមន៍ភ្ញៀវដែលចូលមកទស្សនាទាំងអស់គ្នា Yes ក្រៅពីនេះយើងនឹងឃើញមានសសរពេជ្រហើយនឹងផ្ទាំងសិលាចារឹកដែលមានការបកប្រែអត្ថន័យជាភាសាខ្មែរមួយចំនួនផងដែរសារមន្ទីរនេះគឺជាសារមន្ទីរដែលធំជាងគេនៅកម្ពុជាយើងជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់មែនទែនចាប់ផ្ដើមកសាងចាប់ពីឆ្នាំ1917ហើយត្រូវបានសម្ពោធនៅឆ្នាំ1920ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិវត្ថុបុរាណទាំងអស់នេះមានអាយុកាលចាប់ពីសតវត្សទី4រហូតដល់សតវត្សទី13បើតាមខ្ញុំធ្លាប់រៀនជំនាញទេសចរមគ្គុទ្ទេសក៍ទេសចរដែលនាំភ្ញៀវមកទស្សនានៅសារមន្ទីរជាតិនេះចំពោះភ្ញៀវធម្មតាគឺប្រើរយៈពេល45នាទីតែបើចំពោះភ្ញៀវផ្នែកបុរាណវិទ្យាគឺត្រូវប្រើរយៈពេលរហូតដល់ទៅ3ម៉ោងឯណោះដើម្បីពន្យល់បកស្រាយនៅក្នុងដំណើរទស្សនកិច្ចនៅកន្លែងនេះមានសួនច្បារហើយនិងស្រះចិញ្ចឹមត្រីអ្នកទាំងអស់គ្នាអាចទិញចំណីត្រីក្នុងមួយកញ្ចប់1000រៀលដាក់ឲ្យពួកវាស៊ីបានហើយយើងអាចសម្រាប់អង្គុយលេងគឺ fresh បែបប្រពៃណីប្រវត្តិសាស្ត្រតែម្ដងជាពិសេសបើបានភ្លៀងមួយមេពីរហើយទៀតកន្លែងនេះកាន់តែស្រស់បំព្រងទ្វេដងហ្មងបើសិនជាអ្នកទាំងអស់គ្នាមានអីវ៉ាន់ច្រើនឬក៏កាន់កាតាបធ្ងន់ដើម្បីកុំឲ្យពិបាកស្ពាយទាំងអស់គ្នាអាចផ្ញើនៅកន្លែងផ្ញើអីវ៉ាន់បានណាមួយការពារជៀសវាងកុំឲ្យដើរទស្សនាទៅប៉ះទង្គិចមានការប៉ះជាមួយទូកញ្ចក់ឬក៏ជាមួយរូបចម្លាក់ផ្សេងក្រែងលោវាអាចនឹងបាក់បែកនៅពេលដែលបានទៅកុំភ្លេចថតរូបអនុស្សាវរីយ៍ហើយបើបានរូបខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាផុសឲ្យអស់ទៅកុំទុកដើម្បីផ្សព្វផ្សាយតំបន់ទេសចរខ្មែរយើងទាំងអស់គ្នានេះគឺជាកីតម្បាញក្រមាដែលវែងជាងគេក្នុងពិភពលោកហើយយើងឃើញមានវត្ថុបុរាណហើយនិងគ្រឿងអលង្ការចំនួនមុនគួរឲ្យចាប់អារម្មណ៍ច្រើនមែនទែនមុនហ្នឹងពេលដែលយើងចូលមកគឺដើរទៅខាងស្ដាំដៃគ្រុឌដើរមើលចាប់សពគ្រប់អស់ហើយចេញទៅវិញគឺចេញទៅពីខាងឆ្វេងដៃគ្រុឌវិញចឹងវីដេអូមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើចូលចិត្តសូមជួយ Subscribe Channel ខ្ញុំមួយផងហើយបើចិត្តល្អកុំភ្លេចជួយ Like Page ខ្ញុំម្នាក់មួយផងឈ្មោះដូច Channel YouTube Bebet គឺ Nit Taylor ស្មៅក្រហម TikTok Nit Taylor ជួយ Follow ខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាអរគុណច្រើន